នាងឡើងលើ Lamborghini របស់អ្នកដទៃដើម្បីថត TikTok ហើយចុងក្រោយត្រូវជាប់ពន្ធនាគារអ្នកបង្កើតមាតិកាស្រីម្នាក់បានឡើងលើ Lamborghini របស់អ្នកដទៃដើម្បីថត TikTok រហូតធ្វើឲ្យកញ្ចក់មុខប្រេះនិងដំបូលរថយន្តរងការខូចខាតតាមរឿងនេះនារីអាយុ18ឆ្នាំម្នាក់បានឃើញ Lamborghini ពណ៌ខៀវមួយគ្រឿងចតនៅតាមផ្លូវហើយគិតថាវានឹងក្លាយជាផ្ទៃខាងក្រោយដ៏ល្អសម្រាប់វីដេអូរ៉ាំរបស់នាងបានសុំមិត្តឲ្យថតវីដេអូខណៈនាងឡើងលើកាបូបរថយន្តហើយបន្តឡើងទៅលើដំបូលការធ្វើបែបនេះបានធ្វើឲ្យកញ្ចក់មុខរថយន្តប្រេះប៉ុន្តែនាងមិនបានឈប់ឡើយនាងនៅតែបន្តរាំរួចចាក់ចេញពីកន្លែងកើតហេតុនៅពេលម្ចាស់រថយន្តត្រឡប់មកវិញនិងឃើញការខូចខាតគាត់បានតាក់ទងទៅប៉ូលីសភ្លាមៗក្រោយមកកាមេរ៉ាសុវត្ថិភាពបានជួយអាជ្ញាធរកំណត់អត្តសញ្ញាណនារីរូបនេះហើយប៉ូលីសក៏បានរកឃើញវីដេអូនេះនៅក្នុងទូរស័ព្ទរបស់នាងប៉ុន្តែអ្វីដែលធ្វើឲ្យរឿងកាន់តែចម្លែកគឺនៅពេលចូលតុលាការនាងមិនបានបង្ហាញការសោកស្ដាយឡើយនាងថែមទាំងសើចហើយនិយាយថាម្ចាស់រថយន្តកំពុងធ្វើរឿងធំលើហេតុផលនាងអះអាងថាការដែលនរណាម្នាក់ឈរលើរថយន្តសម្រាប់ TikTok មិនគួរជារឿងធំនោះទេប៉ុន្តែចៅក្រមមិនបានយល់ឃើញដូចនាងឡើយនាងត្រូវបានរកឃើញថាមានទោសពីបទធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកដទៃខូចខាតដោយចេតនាហើយត្រូវជាប់ពន្ធនាគារមួយសប្តាហ៍ព្រមទាំងត្រូវបង់សំណងចំនួន$50,000ចុះអ្នកវិញតើអ្នកគិតថាទោសបែបនេះសមរម្យសម្រាប់ការធ្វើវីដេអូ TikTok ឬធ្ងន់ពេកអាគុយលីជោមចំនួនទី2មក AD គឺជាធម្មពលអគ្គិសនីឆ្លាតវៃកម្រិតព្រីមៀមជាផលិតផលលេខ1ទទួលបានការទទួលស្គាល់លើគុណភាពភាពធន់និងសុវត្ថិភាពខ្ពស់បំផុតរចនាឡើងយ៉ាងប្រណិតទាន់សម័យស័ក្តិសមឥតខ្ចោះសម្រាប់ហាងអាជីវកម្មវីឡានិងផ្ទះក្នុងបុរីជួយសន្សំសំចៃថវិកាថែមទាំងមានការធានារយៈពេល7ឆ្នាំនៅពេលភ្ជាប់ជាមួយប្រព័ន្ធសូឡាអាគុយនឹងស្តុកធម្មពលពន្លឺព្រះអាទិត្យនៅពេលថ្ងៃសម្រាប់យកមកប្រើប្រាស់នៅពេលយប់